ស្តីបងប្អូនទាំងអស់គ្នាក៏ដូចជាស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ប្រចាំថ្ងៃនេះផងដែរខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាបង្រៀនអំពីមនុយតកតងនឹងការប្រើប្រាស់នៅក្នុងរេស្តូរ៉ង់ឬក៏ភោជនីយដ្ឋានអញ្ចឹងមនុយគឺយើងហៅថាឆៃតាន់សម្រាប់មេរៀនបន្តទៀតគឺយើងនិយាយអំពីទឹកស៊ុបអញ្ចឹងទឹកស៊ុបយើងមានច្រើនប្រភេទអញ្ចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាថាទឹកស៊ុបដែលគេប្រើប្រាស់ជាប្រចាំហ្នឹងមានអីគេខ្លះទី1គឺស៊ុបមួយរសជាតិគឺយើងប្រើពាក្យថាតាន់គួគឺស៊ុបមួយរសជាតិយើងយកស៊ុបអីក៏បានដែរបន្ទាប់មកស៊ុបទី2គឺស៊ុបពីររសជាតិយើងនិយាយថាយានយ៉ាងគួគឺគេអាចដាក់ឆ្នាំងរៀងដូចហុកចិនណាដែលភាគច្រើននៅក្នុងរឿងបុរាណអីគេដាក់មានសមានខ្មៅអញ្ចឹងគេប្រើពាក្យថាយានយ៉ាងអញ្ចឹងបើឆ្នាំងភ្លោះអញ្ចេះឬក៏ឆ្នាំងពីររសជាតិអញ្ចេះគេប្រើពាក្យថាយានយ៉ាងគួបន្ទាប់មកយើងចូលដល់ស៊ុបបន្ទាប់គឺជីថាងហ្នឹងគឺស៊ុបមាន់ទឹកស៊ុបវាប្រសហើយសម្រាប់ទឹកស៊ុបមួយទៀតគឺផៅជាវយីស៊ុបហឹរម្ទេសខ្ចីបន្ទាប់មកទៀតគឺស៊ុបផ្សិតយើងហៅថាជីនថាងហើយសម្រាប់ស៊ុបហឹរវិញគឺយើងប្រើពាក្យថាហើយសម្រាប់ស៊ុបបន្ទាប់គឺស៊ុបប៉េងប៉ោះគឺយើងប្រើពាក្យថាហ្វានឈៀថាងបន្ទាប់មកគឺស៊ុបស្ពៃជូស៊ွမ်ឆាយថាងហើយបន្ទាប់មកទៀតយើងមានទឹកស៊ុបមួយទៀតគឺទឹកស៊ុបថ្នាំចិនយើងប្រើពាក្យថាយ៉ាវសានថាងអាហ្នឹងជាប្រភេទថ្នាំចិនណាយើងពេលយើងទៅតាមភោជនីយដ្ឋានអីយើងអាចកំងគេយកជាប្រភេទស៊ុបថ្នាំចិនហ្នឹងញ៉ាំក៏បានដែរបើកម្លាំងហើយមួយទៀតជាស៊ុបមាសដោយសារតែពណ៌វាពណ៌ដូចមាសអញ្ចឹងយើងក៏គេដាក់ឈ្មោះវាថាហួងជីនថាងយើងនិយាយអំពីទឹកស៊ុបចឹងបើសិនជាបងប្អូនមានចម្ងល់អ្វីអាចបន្តសាកសួរមកខ្ញុំបានតទៅទៀតហើយយើងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងណែនាំអំពីនិយាយនៅក្នុងភោជនីយដ្ឋានភាគច្រើនដោយសារតែឥឡូវនេះគឺវីដេអូហ្នឹងគឺសម្រាប់ចែកចាយឲ្យបងប្អូនដែលធ្វើការនៅតាមភោជនីយដ្ឋានឬក៏ដូចជាខ្ញុំផ្ទាល់ខ្ញុំធ្វើនៅភោជនីយដ្ឋានអញ្ចឹងពាក្យទាំងអស់នេះចាំបាច់សម្រាប់អ្នកទាំងអស់គ្នាមែនតើអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះជួបគ្នាវីដេអូបន្ទាប់កុំភ្លេចចុច Subscribe Follow និងចុច Share វីដេអូនេះដើម្បីចែករំលែកចំណេះដឹងទាំងអស់គ្នាអរគុណ